Bà sông group chấm riệp xua đo bong ôn đại sra lanh vi sai kạ sĩ cam bàថ្ងៃនេះខ្ញុំចែករំលែកតកតងទៅនឹងការដាំដើមភ្ញៀវបាទអញ្ចឹងដើមភ្ញៀវខ្ញុំនេះខ្ញុំដាំរយៈពេល9ខែហើយខ្ញុំដាំកូនកម្ពស់6 តឹកទេឥឡូវហ្នឹងធំហើយបាទអាចថាឆ្នាំក្រោយរៀនផ្លែហើយបាទឆ្នាំក្រោយដោយសារខ្ញុំអាសាបូតស្លឹកចាស់ចាស់បាទស្លឹកចាស់ខាងក្រោមនេះយើងបូតចោលទៅដើម្បីឲ្យស្លឹកត្រួយខាងលើហ្នឹងវាឆាប់ចាស់បាទអញ្ចឹងវាដុះត្រួយថ្មីទៀតបាទអាសាបូតវាអញ្ចឹងទៅបាទដំណាំភ្ញៀវដំណាំស្វាយគឺយើងអាចធ្វើអញ្ចឹងបានបាទអញ្ចឹងយើងបូតចាស់ចាស់ចោលទៅដើម្បីឲ្យវាមានកម្លាំងឲ្យវាស្លាស់គុំវាផងបាទភ្ញៀវនេះឆ្នាំក្រោយផ្លែហើយបាទបាទរួចហើយបាទអញ្ចឹងប៉ុណ្ណឹងបានហើយមួយសប្តាហ៍ទៀតត្រួយនេះវាចាប់ដើមចាស់ខ្លាំងវាចាប់ដើមពន្លកត្រួយខ្ចីថ្មីច្រើនទៀតបាទអញ្ចឹងវាដុះលូតម្ដងយ៉ាងហោចណាស់ក៏វាបានមកទឹកដែរបាទអញ្ចឹងយើងធ្វើអញ្ចឹងក្នុងរយៈពេល1ឆ្នាំអញ្ចឹងវាបានធំមែនទែនបាទនេះធំមែនទែននេះដើមបាទដើមនេះវាចង់ប៉ុនមេជើងហើយបាទប៉ុនមេជើងហើយបាទធំហើយបាន3មេឃបាទអញ្ចឹងឲ្យតាឧស្សាហ៍បាទដាំតំណាំឧស្សាហ៍បានផលបាទបើខ្ជិលដាំអត់កើតទេបាទព្រោះតំណាំវាត្រូវការថែទាំជាប្រចាំបាទយើងមិនអាចដាំចោលបានទេបាទអញ្ចឹងខ្ញុំទៅនាំទៅមើលក្រូចឆ្មាលឿងបាទឥឡូវចាប់ដាំក្តឹបហើយបាទនេះក្រូចឆ្មាលឿងរបស់ខ្ញុំបាទឥឡូវខ្ញុំដាំបាន9ខែដូចគ្នាបាទខ្ញុំដាំទូចទេបាទកម្ពស់នេះទេឥឡូវវាបែកមេឃសាខាបានច្រើនហើយនេះបាទចាប់ដើមក្តឹបហើយរៀនក្តឹបហើយបាទក្តឹបហើយផ្កាបាទក្រូចឆ្មាពណ៌លឿងបាទខ្ញុំនឹងប្រកាត់បាទប្រកាត់នៅពេលដែលដើមនេះចាស់តិចទៀតខ្ញុំនឹងរៀបចំប្រកាត់បាទមកត្រួយវាចេញមកស្អាតណាស់បាទល្អហើយខ្ញុំមានស្វាយច្រើនប្រភេទទៀតបាទនៅខាងក្រោយនោះមានបាទខាងក្រោយនោះមានខ្នោដែលខ្នោយៈបាទធំល្អបាទអញ្ចឹងសូមគោរពជម្រាបលាដល់បងប្អូនដែលស្រឡាញ់វិស័យកសិកម្មហើយជួយ like ជួយ subscribe ខ្ញុំនឹងធ្វើការបន្តទៀតតាក់ទងទៅនឹងរបៀបថែដំណាំផ្សេងទៀតបាទហើយនឹងការផលិតជីបាទខ្ញុំអត់ទាន់បានផលិតទេតែខ្ញុំនឹងបង្ហាញបងប្អូនឲ្យយល់បាទនៅពេលនៅវីដេអូបន្ទាប់ទៀតបាទអរគុណច្រើនជូនពរសុខភាពល្អបាទ